ឥឡូវយើងបន្តទស្សនាការប្រកួតរបស់យើងវិញឱកាសរបស់អូទ្រីត្រង់នេះគ្មានសល់ទេអូយ4-0 ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់ការប្រកួតរវាងក្រុមជម្រើសជាតិអាសង់ទីនបាទត្រូវប៉ះគ្នាបាទជាមួយនឹងក្រុមជម្រើសជាតិអូទ្រីដែលជាការប្រកួតបាទនៅក្នុងហ្គេម eFootball 2026មុននឹងការប្រកួតបាទ World Cup នៅក្នុង Pool J បាទវគ្គសន្សំពិន្ទុជុំទី2ឥឡូវនេះវត្តមានកីឡាករទាំងពីរក៏ត្រៀមធ្វើដំណើរចូលមកកាន់ទីលានផងដែរបាទវត្តមាន Lionel Messi ក៏ដូចជា David Alaba ដែលជាប្រធានក្រុមទាំងពីរកីឡាករទាំងពីរក៏បានធ្វើដំណើរចូលមកកាន់ទីលានប្រកួតបាទក្រោមទស្សនីយភាពអ្នកគាំទ្ររាប់ម៉ឺនអ្នកទាំងអ្នកគាំទ្រអាសង់ទីនក៏ដូចជាអ្នកគាំទ្របាទក្រុមជម្រើសជាតិអូទ្រីមុននឹងការប្រកួតចាប់ផ្ដើមប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងទៅទស្សនាការគោរពទង់ជាតិបាទរបស់ក្រុមជម្រើសជាតិអូទ្រីឥឡូវនេះការគោរពទង់ជាតិបាទរបស់ក្រុមជម្រើសជាតិអូទ្រីក៏បានបញ្ចប់យើងទៅទស្សនាការគោរពទង់ជាតិបាទរបស់ក្រុមជម្រើសជាតិអាសង់ទីនការគោរពទង់ជាតិបាទរបស់ក្រុមជម្រើសជាតិទាំងពីរក៏បានបញ្ចប់វត្តមានកីឡាករទាំងពីរក៏បានចាប់ដៃស្វាគមន៍គ្នាមុននឹងការប្រកួតចាប់ផ្ដើមនេះជា11នាក់បាទរបស់អាសង់ទីនមានអ្នកចាំទី Emiliano Martinez ខ្សែការពារបាទមាន Otamendi នេះជាខ្សែបម្រើបាទមាន Paredes បាទខណៈដែលខាងលើមាន Lionel Messi Martinez ហើយជាមួយនឹងមិត្តរួមក្រុមមួយរូបទៀតបាទអធិស្ឋានបាទដោយសារតែឡាញអាប់ចេញលឿនពេកខ្ញុំបាទអត្ថាធិប្បាយមិនទាន់ទេនេះជាបាទ11នាក់បាទរបស់អូទ្រីបាទមានខ្សែការពារ David Alaba ដែលជាប្រធានក្រុមហើយក៏ជាអតីតកីឡាកររបស់ Real Madrid ហើយខ្សែប្រយុទ្ធបាទមាន Anatovic បាទដែលជាខ្សែប្រយុទ្ធបាទរបស់ក្រុមជម្រើសជាតិអូទ្រីបាទហើយក៏មានបាទ Sabitzer ផងដែរនេះជាបាទតម្រង់លេងបាទរបស់ក្រុមទាំងពីរបាទអាសង់ទីនលេង 4-3-3 ខណៈដែលអូទ្រីបាទលេង 4-2-3-1 គួរបញ្ជាក់ផងដែរថាក្រុមទាំងពីរបាទបច្ចុប្បន្នមាន3ពិន្ទុដូចគ្នាបាទនៅក្នុងពូល J ការពីការប្រកួតជុំទី1បាទគឺអាសង់ទីនឈ្នះទៅលើអាល់ហ្សេរីដែលលទ្ធផល 3-0 ដែលជាការសុទ្ធបញ្ចូលទី hat-trick បាទពីប្រធានក្រុម Lionel Messi ឥឡូវនេះយើងមកទស្សនាការប្រកួតនៅលើទីលានយើងវិញម្ដងបាល់ជាប់ជើងដោយ Paredes បញ្ជូនមកខាងក្រោយឲ្យ Cristiano Romero Otamendi បញ្ជូនមកខាងស្ដាំអត់បានល្អទេយកបាល់បានពីក្រុមជម្រើសជាតិអូទ្រីទី1ហើយក៏បញ្ជូនមកខាងស្ដាំឱកាសរបស់អូទ្រីសុទ្ធមួយជើងប៉ុន្តែទៅបាទអ្នកចាំទីបាទ Martinez សង្គ្រោះបាល់នេះបានយ៉ាងល្អឥឡូវបាល់ជាប់ជើងដោយក្រុមជម្រើសជាតិអាសង់ទីនវិញម្ដងតែទៅមិនផុតឡើយបាល់លេងបាទពីក្រុមជម្រើសជាតិអូទ្រីបញ្ជូនមកខាងលើក៏យកបាល់បានពី Cristiano Romero McAllister បញ្ជូនឲ្យបាទ De Pool ត្រង់នេះទៅមិនផុតក៏លេងបាល់ជាបន្តពីក្រុមជម្រើសជាតិអូទ្រីបញ្ជូនមកស្លាប់ខាងស្ដាំឱកាសរបស់អូទ្រីបញ្ជូនល្អមែនទែនឲ្យ Anatrovic ត្រង់នេះបាល់ចេញទៅខាងក្រៅទៅហើយបាល់ទាត់ចេញពីជ្រុងបានទៅខាងក្រុមបាទជម្រើសជាតិអូទ្រីបញ្ជូនមកខាងលើនេះឱកាសរបស់អូទ្រីទៅមិនផុតឡើយក៏យកបាល់បានពីក្រុមជម្រើសជាតិអាសង់ទីន Messi បញ្ជូនឲ្យបាទ Enzo Fernandez ត្រង់នេះយកបាល់បានពី Martinez បញ្ជូនខ្លីៗឲ្យ Messi តែមួយក្បាលក៏ទៅមិនផុតបាទពីកីឡាកររបស់អូទ្រីលេងជាបន្តពីក្រុមជម្រើសជាតិអូទ្រីបញ្ជូនមកខាងឆ្វេងឲ្យ Alister ឲ្យ De Pool ឲ្យ Alister ក៏ទៅមិនផុតពីរនាំងការពាររបស់អូទ្រីក៏បន្តសម្រុកទៅជាបន្តទម្លាក់មកខាងឆ្វេងឲ្យបាទមិត្តរួមក្រុមជាបន្តឱកាសរបស់ក្រុមជម្រើសជាតិអូទ្រីសុទ្ធមួយជើងត្រង់នេះ
ទាបានពីអ្នកចាំទីម៉ារទីណេសបាល់ជាប់ជើងដោយមេស៊ីឲ្យបាទលូទីរ៉ូម៉ារទីណេសតែទៅមិនផុតឡើយឱកាសដាក់សម្ពាធជាបន្តពីក្រុមជម្រើសជាតិអូទ្រីបញ្ជូនមកត្រង់នេះឱកាសរបស់អូទ្រីទៅមិនផុតបាត់ពីខ្សែការពាររបស់អាសង់ទីនឡើយបញ្ជូនទៅស្លាបខាងឆ្វេងហើយការប្រកួតនេះបាទគឺជាការប្រកួតនៅក្នុងហ្គេមបាទបាល់ទាត់ eFootball 2026ហើយដោយសារតែខ្ញុំបាទយក level Legend បាទគឺជា level ដែលខ្លាំងបំផុតបាទនៅក្នុងហ្គេម eFootball 2026ហើយខ្ញុំបាទកំពុងតែ control អាសង់ទីនបាទបើសិនជាការប្រកួតយ៉ាងណាយ៉ាងណីលទ្ធផលក៏ដូចជាការលេងមិនបានល្អបងប្អូនបាទកុំបន្ទោសអីបាទខ្ញុំបាទអធិស្ឋានផងដោយសារនេះជាការលេងហ្គេម eFootball 2026ទេដោយសារតែជោគវាសនាអាសង់ទីនហ្នឹងគឺអាស្រ័យបាទទៅលើខ្ញុំបាទជាអ្នក control បាទសម្រាប់ការប្រកួតនេះប៉ុន្តែការប្រកួតមែនទែនបាទគឺនៅម៉ោង 12 បាទយប់នេះបាទកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាការប្រកួតជំរុះជុំទី 2 បាទនៅក្នុងពូល J ឥឡូវនេះយើងបន្តទស្សនាការប្រកួតរបស់យើងជាបន្តឱកាសរបស់ក្រុមជម្រើសជាតិអូទ្រីឲ្យ submit អូយបាទសម្រុកល្អមែនទែនបាទពីសំណាក់បាទក្រុមជម្រើសជាតិអូទ្រីបាទ submit បាទ1-1ជាមួយនឹងអ្នកចាំទីបាទអ៊ីមីលីណូម៉ារទីណេសម្ចាស់ស្រោមដៃមាសបាទកាលពីឆ្នាំ2022មិនអាចបាទសង្គ្រោះបាល់នេះបានឡើយសុទ្ធមួយជើងនេះបាទល្អមែនទែនទាំងអ្នកបញ្ជូនហើយក៏ទាំងអ្នកបញ្ចប់ទីបាទនេះមិនអោយបាទមិនអោយព្រាត់ទេមួយជើងឆ្វេងបាទពី Sabitzer ល្អមែនទែនហើយក៏អបអរសាទរបាទជាមួយនឹងលទ្ធផលនៅក្នុងការនាំមុខបាទ1-0ទៅលើបាទក្រុមបាទជើងឯកកាលពីឆ្នាំ2022បាទគឺក្រុមអាសង់ទីនឥឡូវបាល់ត្រៀមកែដោយក្រុមជម្រើសជាតិអាសង់ទីនបើនិយាយអំពីប្រវត្តិជួបគ្នាបាទរបស់ក្រុមជម្រើសជាតិទាំងពីរគឺមិនដែលធ្លាប់ជួបគ្នាទេបាទហើយសម្រាប់បាទចំណាត់ថ្នាក់បាទរបស់ក្រុមទាំងពីរបាទគឺដូចបងប្អូនដឹងស្រាប់ហើយអាសង់ទីនបច្ចុប្បន្នគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី1ដោយសារតែពួកគេបានឈ្នះពាន World Cup កាលពីឆ្នាំ2022ដែលការប្រកួតបាទទល់នឹងក្រុមជម្រើសជាតិបារាំងខណៈដែលបាទក្រុមជម្រើសជាតិអូទ្រីវិញបាទគឺស្ថិតនៅលេខរៀងទី21សម្រាប់គម្លាតបាទរបស់ក្រុមទាំងពីរបច្ចុប្បន្នគឺអាចថាមិនសូវជាឆ្ងាយគ្នាប្រមាណទេបាទហើយអូទ្រីបាទគឺជាក្រុមបាទដែលមកពីតំបន់អឺរ៉ុបខណៈដែលក្រុមជម្រើសជាតិអាសង់ទីនគឺមកពីតំបន់អាមេរិកឡាទីនឥឡូវនេះយើងទៅទស្សនាឱកាសរបស់អូទ្រី3-3នេះប៉ុន្តែចាប់ជាប់បាទពីអ៊ីមីលីណូម៉ារទីណេសទៅហើយការប្រកួតបាទនៅយប់នេះបាទសម្រាប់បងប្អូនបាទយល់ថាលទ្ធផលប្រមាណទាល់ប្រមាណដែរគណៈដែលក្រុមទាំងពីរហ្នឹងគឺមិនអាចបាទមើលស្រាលគូប្រកួតបានទេទាំងអាសង់ទីនក៏ដូចជាអូទ្រីបាទអូទ្រីគឺជួបនឹងក្រុមខ្លាំងអាចថាប្រព័ន្ធការពារនឹងរឹងមាំប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្ញុំបាទនៅតែជឿជាក់ថាយប់នេះអាសង់ទីនបាទអាចនឹងទទួលបាន3ពិន្ទុគឺថាពួកគេនឹងព្យាយាមយក3ពិន្ទុឲ្យហើយដើម្បីកក់កៅអីឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយតែទោះបីជាយ៉ាងណាឥឡូវឱកាសរបស់អូទ្រីជាបន្តគោលគ្រីហ្គោបាទរីជបាទអោចាមែនទែនបាទត្រង់នេះបាទឱកាសសម្រុកបាទពីអូទ្រីទៅជាបន្តបញ្ជូនមកត្រង់នេះល្អមែនទែនសាប់ប៊ីតសលសុទ្ធមួយជើងដែរប៉ុន្តែទះចេញពីមីលីណូម៉ារទីណេសហើយក៏បន្ថែមបាទបញ្ចូលទីបាទពីសំណាក់កីឡាករលេខ11បាទរបស់ក្រុមជម្រើសជាតិអូទ្រីនេះសាប់ប៊ីតសលសុទ្ធមកប៉ះដៃហើយក៏បន្ថែមបាទពីកីឡាករលេខ11របស់ក្រុមជម្រើសជាតិអូទ្រីឲ្យបាទអូទ្រីនាំមុខបាទទៅលើអាសង់ទីនដោយលទ្ធផល2-0ហើយសម្រាប់បាទលទ្ធផលនៅក្នុងការប្រកួតបាទនៅយប់នេះបាទខ្ញុំបាទគិតថាអាសង់ទីនអាចយកឈ្នះបាទទៅលើក្រុមជម្រើសជាតិអូទ្រីដោយលទ្ធផល2-1ចៅបងប្អូនវិញបាទយល់យ៉ាងណាដែរបាទនេះគ្រាន់តែជាទស្សនៈរបស់ខ្ញុំបាទផ្ទាល់តែប៉ុណ្ណោះបើសិនជាខុសឆ្គងអីក៏សូមកុំប្រកាន់អីបាទដោយសារតែជាការយល់ឃើញរបស់ខ្ញុំបាទហើយសម្រាប់បងប្អូនវិញយល់ឃើញយ៉ាងណាបាទកុំភ្លេចជួយ comment ម្នាក់មួយនៅខាងក្រោមផងហើយសម្រាប់បងប្អូនយើងដែលកំពុងតែតាមដានទស្សនាបាទមិនទាន់បានចុច follow បាទកុំភ្លេចជួយ follow ម្នាក់មួយផង
ដើម្បីផ្ដល់ជាកម្លាំងចិត្តបាទដល់រូបខ្ញុំបាទហើយក៏ដូចជាជួយសៀម្នាក់មួយផងឥឡូវយើងបន្តតាមដានទស្សនាការប្រកួតឱកាសរបស់អូទ្រីជាបន្តបញ្ជូនពីស្លាបខាងស្ដាំក៏ឃ្លាផ្ដាច់ពីខ្សែការពីអាសង់ទីនទៅជាបន្តពីអូទ្រីតែទៅមិនផុតឡើយប៉ារ៉ាដេសបញ្ជូនឲ្យ Enzo Fernandez តែទៅមិនផុតក៏យកបាល់បានពីក្រុមជម្រើសជាតិអាសង់ទីនជាបន្ត Enzo Fernandez បញ្ជូនឲ្យ Martinez ទៅមិនផុតបាត់ពីខ្សែការពីរបស់អូទ្រីឡើយអូទ្រីនេះខ្សែការពីមាំណាស់បាទឥឡូវបញ្ជូនមកខាងស្ដាំមកដល់ Messi ប៉ុន្តែទៅមិនផុតទេលោកអញ្ញាកណ្ដាលក៏បានផ្លុំកញ្ចែបញ្ចប់ការប្រកួត45នាទីបាទនៅក្នុងវគ្គទី1ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីកុំភ្លេចបន្តតាមដានទស្សនាការប្រកួតវគ្គទី2ទាំងអស់គ្នាដើម្បីចង់ដឹងថាអាសង់ទីនអាចតាមស្មើឬក៏វិបកយកឈ្នះឬក៏ក្រុមបាទជម្រើសជាតិបាទអូទ្រីបាទអាចបន្ថែមទៅលើអាសង់ទីនចឹងទស្សនាទាំងអស់គ្នាឥឡូវបាទបាល់លេងដោយក្រុមជម្រើសជាតិអូទ្រីទប់មួយល្អមែនទែនឲ្យសាប់ប៊ីតសឺបញ្ជូនមកកីឡាករលេខ11ដែលជាអ្នករកគ្រាប់បាល់ទី2ឲ្យអូទ្រីបាល់ជាប់ជើងដោយ Mac Allister ក៏ទៅមិនផុតបាទពីក្រុមជម្រើសជាតិអូទ្រីឡើយហើយក៏សូមអធិស្ឋានផងដោយសារតែទឹកដៃខ្ញុំបាននឹងគឺថាកាកតែម្ដងបាទប៉ះជាមួយនឹង level legend ដែលជា level ខ្លាំងបំផុតបាទនៅក្នុង game e-football ហ្នឹងគឺលេងបាទមិនដឹងអាណាណីទេបាទក៏សូមអធិស្ឋានផងឥឡូវនេះបាល់ជាប់ជើងដោយ Lionel Messi ប្រើល្បឿនលឿនមែនទែនកឹបមួយត្រង់នេះតែទៅមិនផុតពីខ្សែការពាររបស់អូទ្រីឡើយលេងជាបន្តបញ្ជូនមកស្លាប់ខាងស្ដាំទប់មួយល្អមែនទែនសម្លឹងមើលគ្នាក៏បញ្ជូនមកខាងលើឲ្យ De Paul ឲ្យ Mac Allister ឲ្យ Enzo Fernandez ក៏បញ្ជូនមកខាងក្រោយសម្លឹងទៅស្លាប់ខាងស្ដាំឲ្យ Messi បញ្ជូនមកត្រង់នេះមិនបានល្អបាទប៉ះនឹងរនាំងការពារបាទរបស់អូទ្រីបាល់ជាប់ជើងដោយក្រុមជម្រើសជាតិអូទ្រីទម្លាក់មកខាងក្រោយបន្តិចបញ្ជូនមកស្លាប់ខាងឆ្វេងទម្លាក់មកខាងក្រោយបាទឲ្យមិត្តរួមក្រុមជាបន្ត Sabitzer 1-2 ល្អមែនទែន Sabitzer នេះគឺជាម្ចាស់គ្រាប់បាល់ទី1បាទដែលឲ្យអូទ្រីបាទនាំមកទៅលើអាសង់ទីនឥឡូវនេះយើងទៅទស្សនាការអូបាល់យ៉ាងល្អបាទពីក្រុមជម្រើសជាតិអូទ្រីបញ្ជូនមកខាងក្រោយស្រូទៅជាបន្តឱកាសរបស់អូទ្រីតែទៅមិនផុតបាទពីខ្សែការពាររបស់អាសង់ទីនឡើយ Enzo Fernandez ទម្លាក់ឲ្យ Messi បញ្ជូនឲ្យ Martinez បញ្ជូនមកខាងក្រោយឱកាសរបស់អាសង់ទីនស្រួលឲ្យ Martinez ត្រង់នេះទៅទាន់ឬក៏មិនទាន់ទេក៏កីឡាកររបស់អូទ្រីបាទបញ្ជូនទៅឲ្យអ្នកចាំទីលឿនតែម្ដងឥឡូវឱកាសជាបន្តពីអាសង់ទីបញ្ជូនមកស្លាប់ខាងឆ្វេងទៅមិនផុតឡើយលោកអញ្ញាកណ្ដាលក៏ពិន័យបាទទៅកាន់កីឡាកររបស់ក្រុមជម្រើសជាតិអាសង់ទីនផងដែរបន្តទស្សនាការប្រកួតរបស់យើងជាបន្តបាល់ជាប់ជើងដោយក្រុមជម្រើសជាតិអូទ្រីទម្លាក់មកខាងក្រោយបន្តិចក៏បញ្ជូនមកត្រង់នេះទប់គ្រប់គ្រងបាល់យ៉ាងល្អបាទពីក្រុមជម្រើសជាតិអាសង់ទីនបាល់ជាប់ជើងដោយក្រុមបាទជម្រើសជាតិអូទ្រីបញ្ជូនមកឱកាសរបស់អូទ្រីបញ្ជូនទៅស្លាប់ខាងឆ្វេងខ្លី2-0នេះគឺអូទ្រីកំពុងតែមានព្រៀបផងដែរហើយកំពុងតែបន្តដាក់សម្ពាធបាទទៅលើអាសង់ទីន1-2ល្អមែនទែនអាសង់ទីនបញ្ជូនឲ្យ Messi បញ្ជូនមកខាងលើឲ្យ Martinez ទៅមិនផុតឡើយអូយអាល់បានេះក៏រឹងមាំមែនទែនបាទសម្រាប់ប្រធានក្រុមបាទជម្រើសជាតិអូទ្រីរូបនេះឥឡូវបន្តទស្សនាការប្រកួតបាល់ជាប់ជើងដោយក្រុមជម្រើសជាតិអូទ្រីលោកអញ្ញាកណ្ដាលក៏ពិន័យទៅហើយនេះការប៉ះទង្គិចគ្នាត្រង់នេះហើយសម្រាប់ការប្រកួតបាទយប់នេះបាទសម្រាប់គូយប់បាទជាមួយនឹងអាសង់ទីនបាទគឺមានការប្រកួតបន្តបន្ទាប់ដែរបន្ទាប់ពីអាសង់ទីនបាទម៉ោង4មានបារាំងប៉ះជាមួយនឹងអ៊ីរ៉ាក់ហើយបារាំងនេះបាទគឺឈ្នះបាទទៅលើសេនីកាល់ហើយក៏ទទួលបាន3ពិន្ទុហើយសម្រាប់បារាំងបច្ចុប្បន្នឈរលេខរៀងទី3បាទអធិស្ឋានគឺលេខរៀងទី2បាទបន្ទាប់ពីក្រុមជម្រើសជាតិណ័រវេនៅក្នុងបាទពូលសម្រាប់បារាំងបាទគឺស្ថិតនៅក្នុងពូលបាទពូលណាអញ្ចឹងបាទប្រិមិត្តបាទខ្ញុំបាទឆែកបន្តិចសិនបាទគឺនៅក្នុងពូល I ឥឡូវនេះយើងទៅទស្សនាបាទដល់ឡាយតែមើលបាទបារាំងបាទការសុទ្ធបញ្ចូលទីបាទពីសំណាក់កីឡាករលេខ19បាទរបស់អូទ្រីបាទឲ្យក្រុមបាទជម្រើសជាតិអូទ្រីនាំមុខបាទទៅលើអាសង់ទីននៅលទ្ធផល3-0នេះការបញ្ជូនមកត្រង់នេះសុទ្ធមួយជើងហើយក៏ reflect បាទពី Martinez ក៏បន្ថែមបាទពីសំណាក់កីឡាករលេខ19ធ្វើឲ្យក្រុមជម្រើសជាតិអូទ្រីបាទនាំមុខបាទទៅលើអាសង់ទីននៅលទ្ធផល3-0អស្ចារ្យមែនទែនបាទនេះការសុទ្ធមួយជើងត្រង់នេះ Martinez ទះបានហើយក៏ទាញមួយបាទពីកីឡាករលេខ19សុទ្ធមួយជើងបន្ថែមអ្នកចាំទីបាទរបស់អាសង់ទីនមិនអាចបាទសង្គ្រោះបាល់នេះបានឡើយ
ហើយប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវនេះកីឡាករបាទរបស់អូទ្រីក៏បានដូរសមាជិកបាទកីឡាករបន្ថែមទៀតផងដែរហើយសម្រាប់បងប្អូនដែលកំពុងតាមដានទស្សនាបាទខ្ញុំបាទសូមបញ្ជាក់ម្ដងហើយម្ដងទៀតនេះគឺជាការប្រកួតបាទនៅក្នុងហ្គេម eFootball 2026មុននឹងការប្រកួតចាប់ផ្ដើមខណៈដែលការប្រកួតនឹងគឺត្រូវលេងបាទយប់នេះវេលាម៉ោង 12:00 អញ្ចឹងពុកម៉ែពុកមីងបងប្អូនបាទមួយចំនួនតូចបាទគឺគាត់អត់ដឹងបាទនៅក្នុងការមេតិកាបាទរបស់ page ខ្ញុំបាទគាត់តែងតែ comment ថាឲ្យឬក៏ comment ពាក្យអសរោះបាទនៅក្នុង page បាទខ្ញុំបាទក៏សូមអធិស្ឋានផងដោយសារតែបងប្អូនព្យាយាមមើលទាំងព័ត៌មានគឺខ្ញុំបាទបានបញ្ជាក់ហើយបញ្ជាក់ទៀតថានេះគឺជាហ្គេមប៉ុន្តែនៅក្នុងហ្គេមនេះគឺខ្ញុំបាទព្យាយាមទៅតាមលទ្ធភាពធ្វើយ៉ាងណាគឺចែកជូននៅព័ត៌មានផ្សេងតាក់ទងជាមួយនឹង World Cup ឬក៏ព័ត៌មានកីឡាផ្សេងជូនទៅដល់បងប្អូនដោយសារតែបងប្អូនដឹងស្រាប់ហើយបាទ Facebook គឺយើងអាច live បាទបាល់បានទេអញ្ចឹងគឺយើងធ្វើបាទជាមេតិកាហ្គេមបាទជូនបងប្អូនយើងដើម្បីធ្វើយ៉ាងណាដែលអាចបាទសៀក៏ដូចជាចែករំលែកចំណេះដឹងបន្តិចបន្តួចបាទរបស់ខ្ញុំបាទជូនទៅដល់ពុកម៉ែពុកមីងបងប្អូនយើងទោះបីតែមិនទទួលបានចំណូលក្តីបាទគឺខ្ញុំបាទនៅតែព្យាយាមបាទចែករំលែកទៅកាន់បងប្អូនបង្កើតមេតិកាសប្បាយទៅដល់បងប្អូនការទស្សនារបស់បងប្អូនការចូលចិត្តរបស់បងប្អូននឹងគឺជាកម្លាំងចិត្តដ៏ធំធេងបាទរបស់ខ្ញុំបាទខ្លាំងមែនទែនបាទក្នុងការអត្ថាធិប្បាយឥឡូវយើងបន្តទស្សនាការប្រកួតរបស់យើងវិញឱកាសរបស់អូទ្រីត្រង់នេះគ្មានសល់ទេអូយ4-0ការបញ្ជូនយ៉ាងល្អហើយក៏សុទ្ធបញ្ចូលទីអ៊ីមីលីណូម៉ារ៉ាទីណេបានត្រឹមតែសោកស្ដាយតែប៉ុណ្ណោះគ្មានសល់ទេបាទអូទ្រីត្រង់នេះការបញ្ជូនមកយ៉ាងល្អហើយក៏ស្រួលទៅមុខត្រង់នេះ2នាក់បាទជាមួយនឹងខ្សែការពារបានត្រឹមតែរត់ពីក្រោយគឺសុទ្ធបញ្ចូលទីតែម្ដងការបញ្ជូនត្រង់នេះបាទគឺគ្មានសល់ទេសុទ្ធមួយជើងស្ដាំបាទបំប៉ោងសំណាញ់ទីឲ្យបាទក្រុមជម្រើសជាតិអូទ្រីនាំមុខបាទទៅលើអាសង់ទីនដោយលទ្ធផល4-0ឥឡូវនាទីទី80ហើយបងប្អូនបាទអាសង់ទីនបាទទទួលបានមកគ្រាប់ឬក៏យ៉ាងណាយើងរងចាំទស្សនាទាំងអស់គ្នាហើយគួរបញ្ជាក់ផងដែរថាការប្រកួតនៅម៉ោង 12:00 យប់នេះបាទកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាគិតថាអូទ្រីបាទមិនអាចស៊ីស្រួលទេខ្ញុំបាទនៅតែជឿជាក់ថាអាសង់ទីនទទួលបាន3ពិន្ទុនៅក្នុងការប្រកួតនារាត្រីនេះឥឡូវយើងបន្តទស្សនាការប្រកួតរបស់យើងជាបន្តបាល់ជាប់ជើងដោយក្រុមជម្រើសជាតិបាទអាសង់ទីនបញ្ជូនមកលីយ៉ូណែលម៉េស៊ីបញ្ជូនមកត្រង់នេះឱកាសរបស់អូទ្រីទៅជាបន្ត85នាទីឱកាសរបស់អូទ្រីស្រួលមកត្រង់នេះឱកាសរបស់អូទ្រីបញ្ជូនទៅស្លាប់ខាងឆ្វេងសាប់ប៊ីតសាទប់បាល់កន្លក់បន្តិចតែមិនជាបញ្ហាហើយក៏យកបាល់បានមកពីក្រុមជម្រើសជាតិអាសង់ទីនជាបន្តឱកាសរបស់អូទ្រីទៅមុខជាបន្តឲ្យសាប់ប៊ីតសាត្រង់នេះទៅមិនផុតពីខ្សែការពាររបស់អាសង់ទីនឡើយបញ្ជូនមកឲ្យម៉ារ៉ាទីណេសម្លឹងមើលគ្នាទម្លាក់មកខាងក្រោយក៏ទះមកស្លាប់ខាងឆ្វេងបដូរខាងបញ្ជូនត្រង់នេះទៅមិនផុតពីខ្សែការពាររបស់អូទ្រីឡើយយកបាល់បានពីម៉ែកអាលីស្ទ័រទៅមិនផុតក៏ឆាតបាល់បានបាទពីអូទ្រីបញ្ជូនមកត្រង់នេះឱកាសរបស់បាទអូទ្រីទៅជាបន្តក៏ទៅមិនផុតឡើយឱកាសរបស់អូទ្រីសាប់ប៊ីតសាទី1ល្អមែនទេឱកាសរបស់អូទ្រីតែទៅមិនផុតបាទពីក្រុមជម្រើសជាតិអាសង់ទីនឡើយឃ្លាមកត្រង់នេះមកដល់លីយ៉ូណែលម៉េស៊ីលោកអញ្ញាកណ្ដាលក៏បានផ្លុំកញ្ចែបញ្ចប់ការប្រកួតអបអរសាទរបាទទៅកាន់ក្រុមជម្រើសជាតិអូទ្រីដែលបានយកឈ្នះបាទទៅលើអាសង់ទីនដោយលទ្ធផល4-0ចឹងប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីកុំភ្លេចបាទតាមដានទស្សនាការប្រកួតបាទរបស់ក្រុមទាំងពីរនៅក្នុងការប្រកួតជម្រុះវគ្គសន្សំពិន្ទុពូលជេទាំងអស់គ្នាបាទនារាត្រីនេះចឹងបងប្អូនដែលមិនទាន់បាន follow បាទកុំភ្លេចជួយ follow ម្នាក់មួយផងអរគុណសម្រាប់ការទស្សនាក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងនៅក្នុងវីដេអូនេះសូមអរគុណនិងសូមជម្រាបលា